ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺថាមកតាមសំណពររបស់ fan ហើយនឹងភ្ញៀវអីវ៉ាន់ចាគឺមានការសំណពរច្រើនមែនតើឲ្យបង្ហាញពីរបៀបធ្វើនំនេះហ៎បងប្អូននំហ្នឹងគឺគាត់ចង់ធ្វើលក់ប៉ុន្តែគាត់អត់ចេះពីរបៀបធ្វើអញ្ចឹងគាត់សុំឲ្យខ្ញុំបង្ហាញចានេះគឺជារបៀបធ្វើនំដំឡូងឈីសហើយឥឡូវកុំឲ្យខាតពេលយូរទៅមើលពីរបៀបខ្ញុំធ្វើទាំងអស់គ្នាចាដំបូងគឺខ្ញុំមានដំឡូងហ្នឹងកន្លះគីឡូខ្ញុំយកវាទៅកាត់ដុំៗហើយយកវាទៅចំហុយឲ្យឆ្អិនចាដំឡូងហ្នឹងបើសិនជាបងប្អូនទិញដំឡូងនៅខ្មែរគឺស្រួលទេបងប្អូនគឺវាផុសឆ្ងាញ់ប៉ុន្តែដំឡូងនេះគឺវាទឹកច្រើនដំឡូងទិញនៅក្នុងផ្សារបារាំងបងប្អូនអញ្ចឹងវាដូចដំឡូងខ្មែរយើងទេគឺថាទឹកច្រើនមែនតើហើយដូចបងប្អូនឃើញអញ្ចឹងណាហើយបន្ទាប់ពីឆ្អិនហើយខ្ញុំយកវាទៅកិនឬក៏ញិចវានឹងសមបែបហ្នឹងឲ្យវាម៉ត់ណាបងប្អូនហើយខ្ញុំយកវាទៅចាក់ចូលក្នុងខ្ទះដើម្បីយកទៅកូរវាសិនណាបងប្អូនដើម្បីឲ្យកុំឲ្យវាទឹកច្រើនពេកខ្ញុំលាយជាមួយនឹងទឹកដោះគោខាប់ហើយនឹងម្សៅទឹកដោះគោបន្ទាប់មកប៊ឺសម្រាប់បរិមាណបងប្អូនអាចមើលក្នុងវីដេអូនេះខ្ញុំអត់បានអានទេប៊ឺហើយនេះខ្ញុំថែមម្សៅឆាបន្តិចពីព្រោះដំឡូងហ្នឹងដូចនេះខ្ញុំជម្រាបអញ្ចឹងវាទឹកច្រើនណាបងប្អូនអញ្ចឹងនេះខ្ញុំដាក់វាកូរលើភ្លើងដើម្បីកុំឲ្យវាជ្រាយពេកចាហើយខ្ញុំថែមស្ករសហ្នឹងកន្លះស្លាបព្រាបាយចាហើយដាក់វាហើយទើបនេះខ្ញុំយកវាកូរលើភ្លើងដើម្បីឲ្យឆ្អិនម្សៅឆាដែលនេះខ្ញុំបានលាយចាកូរវាលើភ្លើងចាឲ្យវាឆ្អិនម្សៅឆាហើយខ្ញុំចាក់វាទៅក្នុងកូនចានមួយទុកវាមួយឡែកហើយនេះជាឈីសម៉ូហ្សារេឡាខ្ញុំយកវាទៅកាត់ដុំៗហើយទុកខ្ចប់ជាមួយនឹងដំឡូងហើយធម្មតាបងប្អូនត្រូវទុកដំឡូងនឹងឲ្យវាត្រជាក់សិនដើម្បីខ្ចប់ប៉ុន្តែនេះខ្ញុំអត់មានពេលអញ្ចឹងនេះខ្ញុំខ្ចប់ចាយកវាទាំងរៀងក្តៅអ៊ុនៗហ្នឹងចាខ្ចប់មូលជាមួយនឹងឈីសហ្នឹងតែម្ដងឥឡូវខ្ញុំមកចាប់លាយម្សៅគឺខ្ញុំបើកភ្លើងតិចៗហើយដាក់ប៊ឺឲ្យរលាយបន្ទាប់មកថែមប្រេងឆាចាធ្វើយ៉ាងណាឲ្យប៊ឺវារលាយហើយបិទភ្លើងសិនណាបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ស្ករសទឹកដោះគោស្រស់ហើយដាក់ទឹកដោះគោហើយខ្ញុំចាប់ដើមបើកភ្លើងវិញបើកភ្លើងខ្សោយហើយនេះជាម្សៅឆាមានសរុបទាំងអស់170ក្រាមខ្ញុំដាក់វាពាក់កណ្ដាលកូរវាឲ្យរលាយហើយបន្ទាប់មកខ្ញុំបើកភ្លើងអ៊ុនៗចាបើកភ្លើងតិចៗវិញណាដើម្បីកូរម្សៅហ្នឹងឲ្យវាឡើងដុំអញ្ចឹងពេលម្សៅឆាហ្នឹងវាឡើងដុំអញ្ចឹងហើយខ្ញុំចាក់ពាក់កណ្ដាលដែលនៅសល់នឹងចាចូលទាំងអស់តែម្ដងណាហើយខ្ញុំលាយជាមួយនឹងម្សៅដំឡូងចា30ក្រាមថែមទៀតចាធ្វើបែបហ្នឹងគឺធ្វើឲ្យសាច់ម្សៅនំយើងហ្នឹងគឺវាបានល្មួតឆ្ងាញ់ណាបងប្អូនហើយឥឡូវបន្ទាប់ពីចាក់ម្សៅហើយគឺខ្ញុំត្រូវចាលាយជាមួយនឹងពងមាន់មួយគ្រាប់ហើយនឹងវាយនឹងម៉ាស៊ីនបងប្អូនពីព្រោះក្តៅម្សៅហ្នឹងយើងពិបាកញីជាមួយនឹងដៃហើយនេះខ្ញុំដាក់ជាមួយនឹងម៉ាស៊ីនអញ្ចឹងទៅវាលឿនណាហើយសាច់ម្សៅគឺវាចូលគ្នាល្មួតបានល្អទៀតពេលវាយជាមួយនឹងម៉ាស៊ីនចាម៉ាស៊ីនហ្នឹងគឺម៉ាស៊ីនវាយពងមាន់ណាបងប្អូនតែវាមានមុខពីរចាគឺយើងប្រើជាមួយនឹងមុខវាយម្សៅហើយនេះជាម្សៅដំឡូងពណ៌ស្វាយសម្រាប់ចាប្រឡាក់នំប៉័ងយើងណាហើយឥឡូវហ្នឹងគឺខ្ញុំចាប់ដើមខ្ចប់គឺខ្ញុំយកម្សៅនឹងមកហើយកិនវាឲ្យសំប៉ែតទៅណាបងប្អូនចាកុំយកក្រាស់ចាយើងយកស្ដើងមែនតែនកិនហើយខ្ញុំយកដំឡូងដែលខ្ចប់ជាមួយនឹងឈីសហ្នឹងចាដាក់ចំកណ្ដាលហើយបិទវាតែម្ដងទៅសម្រាប់ការខ្ចប់ហ្នឹងគឺស្រួលទេបងប្អូនបិទយ៉ាងណាគឺឲ្យវាជិតមុខហើយយើងលុញវារៀងទ្រវែងទៅមើលទៅដូចដំឡូងជ្វាយើងហ៎បងប្អូនធ្វើរូបរាងវាឲ្យដូចដំឡូងជ្វាហើយសម្រាប់ទំហំគឺបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តហើយសម្រាប់ដំឡូងហ្នឹងបងប្អូននេះខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតដោយសារនេះខ្ញុំទិញដំឡូងនៅក្នុងផ្សារបារាំងអញ្ចឹងវាអត់ដូចចាសាច់ដំឡូងហ្នឹងគឺវាអត់ដូចដំឡូងខ្មែរយើងទេដំឡូងខ្មែរយើងគឺផុសឆ្ងាញ់ណាអញ្ចឹងពេលបងប្អូនធ្វើបងប្អូនមិនបាច់យកទៅលាយជាមួយនឹងម្សៅឆាហើយកូរលើភ្លើងដូចនេះខ្ញុំទេគឺបងប្អូនចំហុយដំឡូងញិចវាឲ្យម៉ត់ហើយដាក់លាយនឹងគ្រឿងផ្សំចាដែលនេះខ្ញុំបានប្រាប់ពីមុនហ្នឹងទៅហើយបន្ទាប់មកបងប្អូនលុញវាទៅទុកខ្ចប់ជាមួយនឹងម្សៅជាការស្រេចគឺมันបាច់លាយជាមួយនឹងម្សៅឆាហើយយកទៅកូរលើភ្លើងដូចនេះខ្ញុំបង្ហាញហ្នឹងទេនិយាយទៅបើសិនជាបងប្អូនចង់ឲ្យនេះខ្ញុំចេញវីដេអូម្ដងទៀតពីរបៀបធ្វើជាមួយនឹងដំឡូងចាដូចនៅខ្មែរយើងគឺបងប្អូនអាចខមមិនខាងក្រោមនេះខ្ញុំនឹងចេញពីរបៀបធ្វើម្ដងទៀតដើម្បីឲ្យងាយស្រួលចានិយាយទៅរបៀបធ្វើគឺឆ្ងាញ់បងប្អូននំប៉័ងដំឡូងនេះប៉ុន្តែវាអត់សូវមើលទៅស្នូលវាគឺវាធ្វើឲ្យវាអត់សូវតំណងដូចធ្វើជាមួយនឹងដំឡូងខ្មែរយើងណា
ដំឡូងខ្មែរយើងគឺពេលយើងហែកនំទៅគឺវាឃើញផុសលាយជាមួយនឹងឈីសគឺមើលទៅដំឡូងឆ្ងាញ់ប៉ុន្តែមិនថ្មីទេបងប្អូនបើសិនជាបងប្អូនចង់ឲ្យនេះខ្ញុំចេញម្ដងទៀតគឺនេះខ្ញុំអាចចេញបង្ហាញបានណាហើយឥឡូវយើងងាកមកមើលពីដំឡូងរបស់យើងម្ដងរបៀបចម្អិនគឺនៅពេលដែលយើងប្រឡាក់ជាមួយនឹងម្សៅដំឡូងពណ៌ស្វាយហើយគឺយើងយកវាទៅដុតនៅក្នុងឡបងប្អូននេះខ្ញុំដុតវារយៈពេល15ទៅ20នាទីចាដើម្បីវាឆ្អិនណាហើយនៅក្នុងកម្ដៅ200អង្សាហើយនំហ្នឹងមានរសជាតិឆ្ងាញ់មែនតើបងប្អូនគេហៅនំប៉័ងដំឡូងឈីសដែលជានំរបស់កូរ៉េហើយដូចបងប្អូនឃើញអញ្ចឹងស្នូលចាដំឡូងរបស់នេះខ្ញុំវារៀងជ្រាយអញ្ចឹងមើលទៅវាអត់ផុសទេបើសិនជាយើងប្រើដំឡូងខ្មែរយើងគឺហាយទៅចាផុសមើលទៅដំឡូងផុសគឺឆ្ងាញ់